ជួសទីវងបួលយនៅវៀតណាមសម្រាប់មនុស្ស13នាក់និងរបួស46នាក់ហើយរដ្ឋាភិបាលបាននិយាយថាព្យុះទីហ្វុងបួលយបានបោកបក់កាត់ឆ្នេរសមុទ្រប្រទេសវៀតណាមកាលពីថ្ងៃច័ន្ទបានសម្លាប់មនុស្សយ៉ាងហោចណាស់13នាក់និងរបួស46នាក់ខណៈដែលមកជាមួយខ្យល់បក់ខ្លាំងនិងភ្លៀងបានបំផ្លិចបំផ្លាញផ្ទះសម្បែងយ៉ាងផ្ដាច់អគ្គិសនីនិងផ្លូវលេខទឹកទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថាព្យុះទីហ្វុងបួលយបានកំពុងឆ្ពោះទៅប្រទេសឡាវបន្ទាប់ពីបោកបក់នៅព្រឹកថ្ងៃច័ន្ទបានធ្វើការបោកបក់ឡើងនៅរលកខ្ពស់រហូតដល់8ម៉ែត្រ26ហ្វីតនៅពេលដែលវាបានផ្លាស់ទីតាំងឆ្នេរសមុទ្រភាគកណ្ដាលភាគខាងជើងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រាជរដ្ឋាភិបាលវៀតណាមបាននិយាយថាក្នុងចំណោមអ្នកបាត់ខ្លួនមានអ្នកនេសាទដែលទូករបស់ពួកគេត្រូវបានរលកនាំទៅឆ្ងាយពីខេត្តអ៊ុយយ៉ាងជ្រីខណៈដែលទូកនេសាទផ្សេងទៀតបានបាត់ការទាក់ទងហើយយោងតាមសារព័ត៌មាន Reuters រដ្ឋាភិបាលវៀតណាមបានជម្លៀសមនុស្សជាង 78,500 នាក់មុនពេលព្យុះទីហ្វុងវាយប្រហារខណៈដែលជើងយន្តហោះរាប់រយត្រូវបានពន្យាពេលឬលុបចោលក្នុងការបិទព្រលានយន្តហោះចំនួន4នៅក្នុងខេត្តភាគកណ្ដាលបើតាមទីរដ្ឋាភិបាលវៀតណាមព្យុះទីហ្វុងបួលយបានបំផ្លាញផ្ទះជាង 44,000 ខ្នងក្នុងទឹកចំនួនដំណាំ 6,000 ហិកតាហើយបានកាត់ផ្តាច់ការនាំចូលទៅកាន់តំបន់មួយចំនួននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានបញ្ជាឲ្យក្រសួងការពារជាតិនិងសន្តិសុខសាធារណៈបញ្ជូនកងទ័ពនិងប៉ូលីសជាតិបន្ទាន់ដើម្បីជួយទប់ទល់នឹងព្យុះដ៏កំណាចមួយនេះរដ្ឋាភិបាលបាននិយាយថាទឹកនឹងបានកើនឡើងដល់កម្រិតប្រកាសសពនៅក្នុងទន្លេនិងអាងស្តុកទឹកខេត្តយៀនអានហាឈីងនិងអានវ៉ាខណៈដែលប្រជាជនរាប់ម៉ឺនគ្រួសារក៏ទទួលការរងដាច់ចរន្តអគ្គិសនីផងដែរ